គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំង25ខេត្តក្រុងស្វាគមន៍មកកាន់ Channel ខ្ញុំបាទសាវរីទិញលក់រថយន្តបាទតោះពុកម៉ែបងប្អូនដែលកំពុងស្វែងរករថយន្តបាទចង់បានប្រភេទរថយន្ត Toyota Highlander បាទអញ្ចឹងពុកម៉ែបងប្អូនបាទមកតាមដានក៏ដូចជាទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាបាទតោះអញ្ចឹងសម្រាប់រថយន្តមួយគ្រឿងនេះវិញបាទគឺយើងធ្វើការរៀបចំឲ្យស្អាតហើយណាពុកម៉ែបងប្អូនបាទប៉ូលាខាត់ស្បែកយ៉ាងសខ្ចីតែម្ដងពុកម៉ែបងប្អូនណាបាទក៏ដូចជាយ៉ាន់សបកកង់អីគឺយើងធ្វើការរៀបចំបាទថ្មីជូនពុកម៉ែបងប្អូនបាទហើយសម្រាប់បាទកញ្ចក់ត្រឡោកនេះបាទម្ចាស់គាត់បានរៀបចំលេងបាទរួចជាស្រេចបាទហើយព្រមទាំងយកមកដល់ឃ្លាំងមកគឺខាងក្រាស់យើងខ្ញុំធ្វើការបិទអ៊ីណុកក៏ដូចជាបាទរៀបឆែកប្រព័ន្ធភ្លើងប្រព័ន្ធអីផ្សេងបាទហើយសម្រាប់រថយន្តមួយគ្រឿងនេះម្ចាស់គាត់មានលេងឈ្នាន់ជាន់អីផងដែរពុកម៉ែបងប្អូនណាបាទព្រមទាំងមានពិលគុជបាទពិលកាងបាទគឺដាក់មកស្អាតតែម្ដងពុកម៉ែបងប្អូនណាបាទងាយស្រួលការបំភ្លឺផ្លូវបងប្អូនដែលធ្វើដំណើរតាមបណ្ដាខេត្តអីផ្សេងបាទអញ្ចឹងតែមានស្លាកលេខភ្នំពេញបាទ 2AJ បាទ6145ណាពុកម៉ែបងប្អូនបាទធានាជូនឲ្យពុកម៉ែបងប្អូនបាទអត់មានបុកប៉ះក្លាប់កាត់តស្ងោដោពោអីទេបាទឡានកាត់ពីម្ចាស់ដើមតែម្ដងបាទការប្រើប្រាស់ក៏ដូចជាការថែទាំនៅស្អាតនៅភ្លឹងណាពុកម៉ែបងប្អូនណាបាទគឺនៅស្អាតនៅភ្លឹងបាទគាត់លេងឈ្នាន់ជាន់បាទហើយអ៊ីណុកនេះគឺខាងបាទខាងឃ្លាំងបងប្អូនធ្វើការបិទរៀបចំទេពុកម៉ែបងប្អូនណាបាទក៏ដូចជាកញ្ចក់ត្រឡោកនេះបាទម្ចាស់គាត់បិទដែរបាទហើយសម្រាប់បាទដៃទ្វារគឺខាងបងប្អូនគឺជាអ្នករៀបចំវិញណាពុកម៉ែបងប្អូនណាបាទគឺយើងបានឆែកប្រព័ន្ធភ្លើងប្រព័ន្ធជើងក្រោមប្រព័ន្ធម៉ាស៊ីនអីគឺឆែកមកស្អាតណាពុកម៉ែបងប្អូនណាបាទអញ្ចឹងពុកម៉ែបងប្អូនយកទៅប្រើតែម្ដងដោយអត់ចាំបាច់ចំណាយពេលវេលាចំណាយថវិកាបាទក្នុងការរៀបចំនេះទៀតទេពុកម៉ែបងប្អូនណាបាទព្រមទាំងមានដៃសណ្ដោងពីក្រោយផងដែរបាទមានកាមេរ៉ាមញ៉េ Android ហើយស្រេចណាពុកម៉ែបងប្អូនណាបាទផ្នែកខាងក្រោយធំទូលាយណាពុកម៉ែបងប្អូនបាទងាយស្រួលការផ្ទុកដាក់អីវ៉ាន់ធ្វើដំណើរទីជិតទីឆ្ងាយដំណើរកំសាន្តបាទលក្ខណៈគ្រួសារបាទមកអែមតែម្ដងពុកម៉ែបងប្អូនណាបាទគឺដាក់អីវ៉ាន់បានច្រើនពុកម៉ែបងប្អូនណាបាទអញ្ចឹងបងប្អូនដែលបាទចង់ទៅធ្វើអាជីវកម្មក៏បានដែរបាទអាចដឹកខោអាវដឹកស្បែកជើងអីហ្នឹងបាទមកសេតតែម្ដងណាពុកម៉ែបងប្អូនណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់ចូលចិត្តបាទប្រភេទតាកំបោប្រភេទ Highlander មួយគ្រឿងនេះបាទអាចធ្វើការតំណាក់តំណងមកខ្ញុំបាទផ្ទាល់តាម Telegram បាទក៏ដូចជាធ្វើការតំណាក់តំណងតាម Facebook ខ្ញុំបាទផ្ទាល់បាទនិងលេខទូរស័ព្ទខ្ញុំបាទផ្ទាល់បាទ Limited Full ពេញមានបាស JBL ពុកម៉ែបងប្អូនណាបាទបាស JBL បាទខាងក្នុងពណ៌លឿងបាទកៅអីចុចតែម្ដងបាទអញ្ចឹងពុកម៉ែបងប្អូនចំណាំមើលថា Limited មានបាទដៃក្រូមេបាទបាស JBL បាទហើយមាន Android បាទម្ចាស់គាត់បានធ្វើការរៀបចំលេងឲ្យរួចជាស្រេចកាមេរ៉ាក្រោយពុកម៉ែបងប្អូនណាបាទពាក់ព័ន្ធទៅនឹងបាទ Formica អីគឺនៅស្អាតណាពុកម៉ែបងប្អូនណាបាទលាយទៅនឹងពណ៌ឈើបាទនឹងពណ៌ប្រផេះបាទអញ្ចឹងទ្វារអញ្ចឹងអីគឺនៅស្អាតប្រព័ន្ធភ្លើងគឺយើងបានឆែកបាទដំណើរការទាំងអស់ពុកម៉ែបងប្អូនណាបាទបិទបើកញ្ចក់អីគឺមកសេតតែម្ដងពុកម៉ែបងប្អូនណាបាទគឺយកទៅប្រើតែម្ដងបាទធានាជូនឲ្យពុកម៉ែបងប្អូនបាទអត់មានបុកប៉ះកាត់តស្ងោដោពោអីទេធានាឯកសារគ្រប់ជូនពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនបាទសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់ប្រភេទបាទ Highlander មួយគ្រឿងនេះបាទអាចមកមើលបានទីតាំងគឺស្ថិតនៅលើផ្លូវ2004បាទសម្រាប់ពុកម៉ែបងប្អូននៅតាមបណ្ដាខេត្តអាចធ្វើការតំណាក់តំណងមកផ្ទាល់ពុកម៉ែបងប្អូនណាបាទអាចតំណាក់តំណងតាមលេខទូរស័ព្ទខ្ញុំបាទផ្ទាល់បាទវិញនិយាយពីខាងក្នុងបាទគឺឲ្យពុកម៉ែបងប្អូនបាទមើលហើយមើលទៀតមើលហើយមើលទៀតគឺខាងក្នុងពណ៌លឿងសភាពស្រស់ស្អាតណាពុកម៉ែបងប្អូនណាបាទធ្វើការលេងតែមលិចស៊ីសផងដែរពុកម៉ែបងប្អូនណាបាទម្ចាស់គាត់បានលេងតាមលិចស៊ីសបាទហើយបើនិយាយពីឡានសាច់ក្នុងសាច់ក្រៅបីបរិខាផ្សេងគឺនៅស្អាតនៅភ្លឹងណាពុកម៉ែបងប្អូនណាបាទអត់មែនឡានរថតាក់ស៊ីអីទេពុកម៉ែបងប្អូនបាទឡានប្រើលក្ខណៈគ្រួសារតែម្ដងណាបាទអញ្ចឹងបងប្អូនមើលដល់គ្រឿងក្នុងទៅបាទស្បែកពុកអីបាទនៅស្អាតនៅភ្លឹងតែម្ដងណាបងប្អូនណាបាទបន្ទាប់ពីនេះតោះពុកម៉ែបងប្អូនងាកមកមើលប្លុកម៉ាស៊ីនទាំងអស់គ្នាបាទហើយមានស្គុតតកៀកបាទស្គុតតកៀកទាំងសងខាងណាបាទមិនមែនស្គុតតកៀកបិទទេស្គុតតកៀកស៊ីនតែម្ដងពុកម៉ែបងប្អូនណាបាទតោះបើនិយាយពីប្លុកម៉ាស៊ីនវិញបាទគឺប្លុកម៉ាស៊ីននៅស្អាតបាទហើយកលុកកលៀតអីគឺគល់បូមគល់អីគឺនៅភ្លឹងនៅខ្ចីណាពុកម៉ែបងប្អូនណាបាទពុកម៉ែបងប្អូនមើលដល់ធ្នឹមបឈរធ្នឹមផ្ដេកនេះមកបាទបងប្អូនចាប់អារម្មណ៍បាទអាចមកមើលនៅទីតាំងផ្ទាល់បានណាបាទចង់ដឹងលម្អិតមែនតែនបាទអាចមកមើលទីតាំងផ្ទាល់បានបាទធានាជូនឲ្យពុកម៉ែបងប្អូនបាទអត់មានបុកប៉ះទេបាទអត់មានស្ងោដោពណ៌ទេបាទហើយប្រវត្តិស្រុកគេហ្នឹងគឺក៏ល្អទៀតពុកម៉ែបងប្អូនណាបាទគឺល្អទៀតបាទអត់មានប្រវត្តិ
បាទបុកប្រវត្តិប៉ះឲ្យទេបាទគឺឡាននៅស្អាតណាបាទពាក់ព័ន្ធទៅនឹងឯកសារផ្សេងៗអីគឺធានាជូនឲ្យពុកម៉ែបងប្អូនណាបាទធានាជូនឲ្យពុកម៉ែបងប្អូនបាទឈៀកពុនផ្លូវអីគឺយើងធ្វើការបិទថ្មីបាទក៏ដូចជាយើងឡើងឈៀករួចជាការស្រេចបាទអត់មានចាំបាច់ចំណាយការឡើងឈៀកចំណាយការបាទបងពុនអីទេណាពុកម៉ែបងប្អូនបាទអរគុណច្រើនពុកម៉ែបងប្អូនបាទជួបគ្នានៅឱកាសក្រោយបងប្អូនបាទដែលបានជួយចុច like Subscribe វីដេអូខ្ញុំកន្លងមកអរគុណច្រើនពុកម៉ែបងប្អូនជួបគ្នានៅឱកាសក្រោយទៀតពុកម៉ែបងប្អូនណា